រាល់ថ្ងៃនេះគឺតម្រូវការកាហ្វេនៅក្នុងប្រទេសរបស់យើងគឺប្រមាណជា20,000 តោននៅក្នុងមួយថ្ងៃក៏ប៉ុន្តែយើងអាចផលិតកាហ្វេនៅក្នុងស្រុករបស់យើងហ្នឹងបានតែ 1000 តោនទេមែនតើទៅប្រហែលជា 5% នៃតម្រូវការសរុបគ្រាន់តែយើងចាយលុយក្នុងការនាំចូលកាហ្វេពីប្រទេសជិតខាងក៏ដូចជាបណ្ដាប្រទេសផ្សេងទៀតហ្នឹងប្រមាណរាប់រយលានដុល្លារនៅក្នុងមួយឆ្នាំឥឡូវនេះគឺថាសមាគមកាហ្វេនៅកម្ពុជាត្រូវបានបង្កើតជាផ្លូវការហើយកាលពីចុងសប្តាហ៍មុនគោលដៅនៃការបង្កើតសមាគមនេះគឺជាការចងក្រងប្រមូលផ្ដុំនៅអ្នកដែលពាក់ព័ន្ធទៅនឹងវិស័យកាហ្វេការដាំមានទាំងអ្នកដាំចាស់មានទាំងអ្នកកែច្នៃមានទាំងអ្នកលក់ទាំងអ្នកម្ចាស់ហាងកាហ្វេអីទាំងអស់ហ្នឹងគឺប្រមូលផ្ដុំគ្នាពិភាក្សាគ្នាទីមួយធ្វើយ៉ាងណាជំរុញការដាំដុះកាហ្វេនៅកម្ពុជាពីព្រោះថាដំណាំកាហ្វេនេះមែនតើទៅការដាំដុះមិនចាំបាច់សំដៅតែការនាំចេញទេផ្គត់ផ្គង់តែក្នុងស្រុកហ្នឹងឲ្យតែគ្រប់ទៅគឺមិនចេះខ្វះទីផ្សារតែម្ដង